សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដាព្រំដែនកម្ពុជាថៃលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានគូបញ្ជាក់ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដាព្រំដែនកម្ពុជាថៃនេះបើតាមប្រភពព័ត៌មានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះប្រភពដដែលបានបន្តថាសហរដ្ឋអាមេរិកទទូចជាខ្លាំងឲ្យបញ្ឈប់ជាបន្ទាន់នៅអរិយភាពនេះនិងការការពារនៅជនស៊ីវិលព្រមទាំងស្នើឲ្យភាគីទាំងពីរវិលត្រឡប់ទៅការគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹងនិងមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាដែលបានមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនិងបានធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim